อันนี้คือตู้ซับ iPhone 13 mini ដែលខ្ញុំប្រើខ្លួនឯងខ្ញុំចង់មកបញ្ចេញដោយសារតែមួយរយៈនេះគឺអត់បានប្រើទេគឺទុកចោលហ្មងបងប្អូនទាំងគ្នាខ្ញុំបញ្ជាក់អានេះមិនមែន13ធម្មតាណា13 mini ហើយដោយសារតែម៉ាស៊ីននេះគឺខ្ញុំប្រើខ្លួនឯងអញ្ចឹងខ្ញុំអត់ដែលដកអីវ៉ាន់ស្អាតប្រើឲ្យបាននិយាយតាមត្រង់ហ្មងនេះ Vista អេក្រង់បងប្អូនទាំងគ្នាបើយើងដាក់ wallpaper ចេះមើលអត់ឃើញទេតែបើយើងចូលផ្ទាំងសចេះឃើញទេវាមានជាំខ្មៅនៅឆ្វេងដៃនេះកន្លែងមេដៃខ្ញុំហ្នឹងណា Vista បែបហ្នឹងអញ្ចឹងតម្លៃវាខ្ញុំលក់ឲ្យបងប្អូនគឺដកតម្លៃអេក្រង់ចោលហ្មងបើនិយាយទៅអានេះគឺខ្ញុំលក់ឲ្យធូរខ្លាំងមែនតើសម្រាប់បងប្អូនទាំងគ្នាយកទៅប្រើគឺចំណេញហ្មងដូចបានទូរស័ព្ទហ្នឹងដូចបានអេក្រង់យកទៅប្រើអញ្ចឹងហើយអានេះខ្ញុំប្រើយូរវាអត់មាន rail ទៅណាទេអេក្រង់ iPhone វាអត់មាន rail ទៅណាទេអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលចង់បានអាវ៉ាន់ធូរ iPhone 13 mini បាទខ្ញុំមានមួយគ្រាប់អានេះខ្ញុំបញ្ជាក់ណាអាវ៉ាន់ខ្ញុំប្រើខ្លួនឯងទេហើយខ្ញុំគិតឲ្យបងប្អូនទាំងគ្នាធូរទេផិនភាគវាមកសមរម្យបងប្អូនទាំងគ្នាអាចយកទៅប្រើបានណាហើយអាវ៉ាន់នេះសំណុំហ្មងបងប្អូនទាំងគ្នាគ្រាន់តែ Vista អេក្រង់នៅកន្លែងហ្នឹងខ្មៅដូចខ្ញុំបានបង្ហាញក្នុងវីដេអូហ្នឹងអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលអត់ប្រកាន់ឬក៏អាចប្រើ dark mode បាននេះប្រើ dark mode ហ្នឹងមើលអត់ឃើញទេកន្លែង stir ហ្នឹងមើលអត់ឃើញទេតែបើយើងប្រើ light mode គឺឃើញ stir ហើយអញ្ចឹងសម្រាប់អ្នកដែលអត់ប្រកាន់បាទអាចយកអានេះទៅប្រើបានតម្លៃធូរទេបងប្អូនទាំងគ្នាព្រោះទូរស័ព្ទខ្ញុំប្រើខ្លួនឯងបាទប្រើខ្លួនឯងផ្ទាល់ហ្មងមានចង្អុលអីផ្សេងត្រូវការឲ្យខ្ញុំថតរូបភាពថតវីដេអូឲ្យអាចសួរបន្ថែមក្នុង chat បានអរគុណច្រើន